piêng nâng á hay căng tay bồn bỏ qua trẻ ok tao ở kia trong nhom thằng ao sạch hưởng mua bấy tiết tao đó là tao ở kia bị ổn fan hai chị sao tay gọn cây min fan nó vô lẹ ok cho đó sạch hưởng chứ đại trai đại bị ổn sợi mà nè xong bắt mua quạt tới phụ quạt ăn ban bạch chẹt nhom tha ao bài mua quạt ở chẳng cho nhom xong bắt mua quạt đảo từ nâng ảnh nó sạch hưởngนี่คือการล้างនៅក្នុងtrongឆ្នាំ2024និយាយទៅគឺដើមឆ្នាំ2025ហ្នឹងតែម្ដងដែលបងអូនស្រីក៏ចែកម្លែកមកបងអូនស្រីដែលគាត់មានផ្ទះនៅរបៀបដងទន្លេយើងណានៅក្នុងពេញយើងហ្នឹងទេខ្ញុំខ្ជិលប្រាប់ខេត្តអ្នកនរគ្នាគាត់និយាយខ្ជិលប្រាប់ខណ្ឌអ្នកនរគ្នាសម័យតាមខ្ញុំគឺផ្ទះបងអូនស្រីគឺអាចមើលឃើញកញ្ជ្រួចបានទីតាំងមួយណាស្ដាប់ខ្លួនឯងបងប្អូនកាត់នៅយល់ហើយអូខេអញ្ចឹងបងអូនស្រីគឺគាត់ជាអ្នកនៅតាមតំបន់យើងជួងមាត់ទន្លេយើងហ្នឹងអញ្ចឹងណាអញ្ចឹងចារបៀបខ្ញុំមកប្រាប់ពីសន្តានផ្ទះរបស់គាត់សិនឲ្យអ្នកនរគ្នាងាយយល់គឺផ្ទះរបស់គាត់ហ្នឹងគឺជាប្រភេទថ្មក្រមឈើលើ yes ដែលនៅជួរខាងមាត់ទន្លេហើយអ្នកនរគ្នាដឹងហើយថាមាត់ទន្លេគឺវាមានពពុះដើមត្រែងរបៀបព្រៃស្ដុកចឹងនៅខាងក្រោមផ្ទះជួរមាត់ទន្លេហ្នឹងអញ្ចឹងណានឹងថ្ងៃមួយនៅក្នុងពេលឆ្លងឆ្នាំ2024ដល់2025ហ្នឹងណាបងអូនស្រីជាមួយនឹងបងប្អូនគេក្មេងៗគ្នាគេខ្ទង់ប្រហែលជា4-5នាក់បានចេញមកខ្ទង់មកមិន10កន្លះហ្នឹងគឺគេចេញមកពីក្នុងផ្ទះហ្នឹងទៅឈរនៅខាងក្រោមណាដើរកាត់ព្រៃហ្នឹងបន្តិចហ្នឹងដើម្បីទៅគេចាំទៅមើលកញ្ជ្រួចគេបាញ់ម៉ោង2:10ហ្នឹងដល់ពេលអញ្ចឹងទៅក៏ពេលដែលគេដើរកាត់ក្រោមផ្ទះហ្នឹងទៅរបៀបវាមានព្រៃមានអីចឹងណាគេទៅឈរថតរូបលេងគ្នាគេក្មេងៗគ្នាគេហ្នឹងកាត់តាមកូនព្រៃរបៀបគុំព្រៃតិចហ្នឹងហើយទៅដល់កន្លែងខាងក្រោយផ្ទះគេហ្នឹងក៏គេមានកូនពីងមួយដែរអញ្ចឹងនៅខាងក្រោមហ្នឹងរបៀបជាប់មកទឹកអញ្ចឹងណាខ្ញុំនិយាយតាមគាត់រៀបរាប់ខ្ញុំវិញអញ្ចឹងអ្នកទាំងអស់គ្នាសាកសម័យទៅតាមខ្ញុំព្រោះគាត់ប្រាប់ខ្ញុំគឺខ្ញុំមិននិយាយចឹងដូចគ្នាដែរនៅពេលហ្នឹងពួកគាត់ថតរូបឲ្យគ្នាទៅវិញទៅមកទៅថតឲ្យបងអូនប្រុសថតឲ្យអីចឹងទៅហើយគាត់ក៏ទទួលបានជាមួយនឹងទូរស័ព្ទពីពូរបស់គាត់ដែលពូរបស់គាត់ហ្នឹងខ្ញុំបញ្ជាក់នៅក្នុងហ្នឹងបន្តិចគឺគាត់ចេះមើលចេះទាយរបៀបអាចនឹងគាត់ហ្នឹងហើយគាត់ចេះខាងគ្រូខាងអីចឹងដែរហ្នឹងហើយអញ្ចឹងពូរបស់គាត់ហ្នឹងមើលដឹងសាច់រឿងមុនគាត់ក៏ទៅក្មួយគាត់ទាំងយប់ហ្នឹងហ្មងដែលរបៀបថាដូចដងរឿងអញ្ចឹងណាប្រហែលជា GPS ទៀតគេថានាំគ្នានាំក្មួយនាំបងប្អូនឡើងមកលើផ្ទះជាបញ្ញាកុំនៅក្រោមហ្នឹងទៀតតបមកពួកគាត់ក៏រៀងកជីកជ្រួលទៅនាំគ្នាថតរូបថតអីហើយក៏នាំគ្នាឡើងមកលើផ្ទះវិញហើយពេលហ្នឹងពួកគាត់បានថតរូបថតអីហើយអស់ហើយថតទាំងមានកជ្រួចមានអីពេលគេបាញ់កជ្រួចបង2:10ហ្នឹងដែរប៉ុន្តែគាត់ក៏នាំគ្នាហូតឡើងមកលើផ្ទះវិញចឹងនៅពេលដែលពួកគាត់ហ្នឹងដើរមករៀបឡើងលើផ្ទះឡើងទៅមកដល់ផ្ទះវិញហើយអញ្ចឹងគេរៀបឡើងលើផ្ទះពួកផ្ទះគេក្មេងៗគឺគេជន់លើអាចន់ឈើហ្នឹងហើយខាងលើពេលហ្នឹងបងអូនប្រុសរបៀបច្រូនមួយគេ3-4នាក់ទេគេបែកផ្លូវគ្នាទៅផ្ទះអស់រៀងខ្លួនហ្នឹងគឺគាត់គេនៅតែ2នាក់បងអូនប្រុសគាត់ទេដូចជា3នាក់ហ្នឹង3នាក់តទៀតពេលហ្នឹងបងអូនប្រុសរបស់គាត់ហ្នឹងមានអារម្មណ៍ថាដូចមានស្អីគេហ្នឹងណាជីនៅលើស្មាទៅគូធ្ងន់ខ្លាំងមែនតើគូធ្ងន់ឡើងទៅលើផ្ទះដើរសឹងអត់រួចហ្មងហើយគ្នាស្រីប្រាប់ថាអូយធ្ងន់តាអូយហត់តាធ្ងន់ម៉េះរបៀបដូចមនុស្សចេញគ្រុនភ្លាមអញ្ចឹងរបៀបរៀងកធោមកអញ្ចឹងហ្មងណាពេលហ្នឹងឯងអ្នកទាំងអស់គ្នាគឺមានគេអង្គុយនៅលើកកូនហ្នឹងហើយដែលពេលហ្នឹងហើយពេលដែលគាត់ឡើងទៅដល់លើផ្ទះហ្នឹងគាត់នាំគ្នាបើករូបបើកអីមើលថាអូមិញអញថតរូបស្អាតអីចឹងណាគេនាំទៅថតរូបថតអីហ្នឹងណាពេលដែលគេបើកមើលរូបដែលនៅក្នុងទូរស័ព្ទហ្នឹងណាគេមើលរូបថតតដល់សាច់រឿងយើងទៀតពេលដែលបងអូនស្រីគាត់បើករូបពេលដែលគាត់ថតឲ្យបងអូនប្រុសគាត់ហ្នឹងគាត់ឃើញពេលហ្នឹងគាត់ថតនៅចិត្តពីងទឹកហ្នឹងដើម្បីថតទៅគឺបានគេបាន view គេមើលមកឃើញក៏ជួយមានអីហ្នឹងណាអ្នកទាំងអស់គ្នាគឺគាត់មានឃើញមនុស្សស្រីសមល់ឡើងខ្មៅហ្មងគឺចេញក្នុងទឹកពីងហ្នឹងណាហើយកាន់ដៃបងអូនប្រុសគាត់ចេះអញញ៉ាំចង់ហ្មងប៉ុន្តែឃើញខ្មៅឡើងស្ទុំនៅក្នុងរូបថតហ្នឹងណាហើយពេលហ្នឹងគឺពួកគាត់គឺស្លន់គ្រប់គ្នាហ្មងតែមើលឃើញតែបងអូនស្រីឯងយល់ទេហើយរបៀបថាមើលឃើញតែគ្នាគាត់ក្មេងៗហ្នឹងទេរបៀបចឹងឃើញស្មោលអញ្ចឹងក៏ចាប់ដើមឯណាពួកគាត់ហ្នឹងនាំគ្នាសងំគេងសងំអីទៅហើយពេលហ្នឹងគឺបងអូនស្រីគាត់របៀបថាគាត់ចាប់ដើមឈឺនោមឈឺបាត់ជើងហើយគាត់ក៏ដាក់បងអូនគាត់ហ្នឹងឲ្យជូនគាត់ហ្នឹងចុះមកក្រុមផ្ទះបាត់ជើងអោយអីចឹងពួកគាត់ខ្លាចចឹងទៅពេលដែលហើយ
គាត់ហ្នឹងដាក់បងប្អូនគាត់ហ្នឹងឲ្យជូនគាត់ចុះមកតុបទឹកប៉ុន្តែពេលហ្នឹងអ្នកទាំងអស់គ្នាគឺបងអូនស្រីគាត់ថាគាត់បានឃើញជាមួយនឹងម្នាក់ស្រីខ្មោចហ្នឹងអង្គុយនៅលើអាថ្នាំលើកែវណែអញស្អប់តែឈើគឺត្រង់ហ្នឹងស្មាតូនខ្ញុំមិនស្អប់តែឈើអីរបៀបថាខ្ញុំខ្លាចអារបៀបថាតែឈើបែបបុរាណយើងហ្នឹងអារបៀបមានថ្នាំមានអីហ្នឹងខ្ញុំខ្លាចរឿងថ្នាំហ្នឹងមួយអាប្រអួតហ្នឹងពីរខ្លាចតាំងពីក្មេងហ្មងនិយាយស៊ីនមកពូភ្លើងខ្លាចមែនស្អប់តែឈើអីណាមិនថាខ្លាចថ្នាំស្អប់ហ្នឹងគឺដោយសារតែខ្លាចថ្នាំហ្នឹងខ្លាចអារូបភាពក្នុងការសម័យហ្នឹងហើយខ្លាចជាងគេគឺប្រអួតតែខ្ញុំមានប្រអួតប៉ុន្មានគេបាត់ប្រអួតទាំងអស់អត់ឲ្យបើទេខ្លាចជាងគេអាប់អេលមកឈរអញនៅប្រអួតហើយនេះគឺគាត់មកលក្ខណៈអង្គុយនៅលើថ្នាំហើយយល់ជើងគេអញ្ចឹងគេខ្ញុំចោះមកទៀតអត់ចង់ចូលតួខ្លាំងហើយខ្លាចអ្នកទាំងអស់គ្នាខ្លាចថាខ្លាចមុខខ្ញុំអឺឲ្យមើលឡើងស្អាតឆ្ងល់ដែរណាដល់តែយើងខ្លាចនៅស្អាតចឹងនិយាយមែនជជុំនិយាយស្ដាប់ថាខ្លាចមុខខ្ញុំហ្នឹងកូនខ្ញុំក៏វាខ្លាចដែរថ្ងៃយកគេថាខ្ញុំហ្នឹងមិនមានដល់វាកូនដូចជាកាដូចកាកូនតំ3ឆ្នាំមិនជាទៀតអញចូលដល់សាច់រឿងយើងទៀតពេលហ្នឹងគឺបងអូនស្រីពេលដែលគាត់ឃើញរបៀបខ្មោចស្រីហ្នឹងអង្គុយនៅលើថ្នាំផ្ទះគាត់ហ្នឹងហើយយកជុំចុះមកទាំង3នាក់ទាំង3នាក់ក្មេងៗគ្នាគាត់ហ្នឹងគឺស្រួយឡើងផ្អើផ្ទះមកស្រួយឡើងផ្អើភូមិគឺកណ្ដាលយប់ហ្នឹងហ្មងអូយកោពូរបៀបពេលដែលគាត់ស្រែកហើយស្រួយឡើងផ្អើខ្មោចស្រួយឡើងផ្អើភូមិហ្មងឡើងអ្នកភូមិមួយគេមកមើលដែរហើយពេលដែលគាត់ប្រាប់ទៅថាឃើញខ្មោចឃើញអីចឹងអត់មានចាស់ណាជឿគាត់ទេសូម្បីតែពុកគាត់ក៏ជឿគាត់ដែរមានតែម្នាក់គាត់ដែលជឿគាត់គឺពូរបស់គាត់នឹងពូមួយដែលតេទៅរកគាត់នឹងគឺជឿគាត់ហើយស្អែកឡើងហ្នឹងពួកគាត់ទាំង3នាក់ហ្នឹងគឺមានជាការឈូខុនអាលវិការឈូខុនហ្មងទាំង3នាក់ហ្នឹងហ្មងគឺឈូទាំងអស់អា2នាក់ទៀតដែលបែកតែគ្នាហ្នឹងក៏ឈឺដែរនិយាយទៅគឺ3នាក់គាត់គឺឈូទាំង3ហើយបានពូគាត់ហ្នឹងប្រាប់ថាមានហ្នឹងហើយពួកវាហ្នឹងគឺវាគាត់ឆ្នាំអាមួយហ្នឹងគឺវាគាត់ឆ្នាំផងហើយវាទៅលេងអារត់ទឹកហ្នឹងហើយអីចឹងហ្នឹងហើយយប់លុបទៀតអញ្ចឹងទៅក៏វាតោកមកបានអញ្ចឹងទៅក៏ពូគាត់ហ្នឹងធ្វើពិធីស្រោចទឹកចងខ្សែកថាហើយនឹងធ្វើពិធីដេញវិញ្ញាណហ្នឹងចេញពីក្នុងផ្ទះហ្នឹងបានទៅសាច់រឿងនេះគឺខ្លីដែរដល់ទាំងអស់គ្នាតែទាំងអស់គ្នាមិនដែរជួបជឿអត់តើអូន fan ក៏ចែកម្លែកមករឿងនៃទាំងអស់គ្នាត្រូវជួបមួយទៅគឺថាតែនិយាយរឿងខ្វល់គឺស្អាតខ្លាំងអូខេជួបម្ចាស់ឧបត្ថម្ភកម្មវិធីខ្ញុំតិចសិនណាជាមួយនឹង Lumi Color Spa Mask ដែលជាប្រភេទ mask អប់មុខជួយជំរុញកោសិកាស្បែកជួយធ្វើឲ្យគល់រញើសយើងរួមចិត្តល្អជួយទៅលើអ្នកបញ្ហាស្បែកមុខមុនស្បែកមុខរោលងាយប្រតិកម្មគឺអាចប្រើបានម៉ាសាថ្នមនៅលើស្បែកហើយអប់វាទុក20ទៅ30នាទីលាងទឹកចេញមកស្បែកមុខឡើងទន់ខ្ញុំបញ្ជាក់តិចពពួកម៉ាស់ធម្មជាតិអត់មានជាតិសស្គូភ្លាមអប់ឲ្យឃើញមុខសស្គូសហោះចោលកយប៉ុន្តែរបៀបថាវាជួយទៅលើស្បែកយើងគឺទន់មែនតាំងពីផលិតដំបូងគឺស្បែកយើងទន់ល្មើយហ្មង2 10 លេងខ្ញុំដាក់ page បងស្រីនៅក្នុងនឹងឲ្យអរគុណច្រើនខុសមួយពូស្អាតចង់ស្អាតប្រើ Lumi Color Spa Mask